គម្រោងផ្ទះអាជីវកម្មដែលយើងមានទីតាំងជិតនឹងផ្លូវក្បាត់ក្រុង40ម៉ែត្រក្បែរនឹងរង្វង់មូលការរំដួលចម្ងាយត្រឹមតែ600ម៉ែត្រតែប៉ុណ្ណោះដែលគម្រោងផ្ទះអាជីវកម្មយើងផងដែរគឺយើងមានសំណង់សាងសង់រួចរាល់100%ដែលយើងមានជាចំណតឡានយ៉ាងធំទូលាយសម្រាប់ទំហំដីគឺយើងមានទំហំដី4ម៉ែត្រកន្លះគុណនឹង20ម៉ែត្រទីអាចទំហំផ្ទះ4ម៉ែត្រកន្លះគុណនឹង14ម៉ែត្រខាងក្រុមហ៊ុនក៏មានការប្រម៉ូសិនពិសេសសម្រាប់ពុកម៉ែបងប្អូនធ្វើការរំលោះឬក៏ធ្វើការទិញផ្ដាច់គឺទទួលអានការបញ្ចុះតម្លៃរហូតដល់10000ដុល្លារភ្លាមៗតែម្ដងពុកម៉ែបងប្អូនធ្វើការទិញហើយគឺអាចប្រកបអាជីវកម្មបានយ៉ាងងាយស្រួលឬក៏ធ្វើការទិញហើយស្នាក់នៅជាប្រចាំក៏បានគម្រោងផ្ទះយើងគឺជាទីប្រជុំជនដែលមានមនុស្សរស់នៅច្រើនកកក្បែរផ្សារសាលារៀននិងវត្តអារាមឥឡូវបងប្អូនអារម្មណ៍បងទៅមើលផ្នែកខាងក្នុងផ្ទះតែម្ដងសម្រាប់បរិវេណត្រង់នេះដែលយើងខ្ញុំធ្វើការបង្ហាញនេះគឺជាទីធ្លាបន្ទប់ទទួលភ្ញៀវដែលសភាពទីធ្លាបន្ទប់ទទួលភ្ញៀវក៏ពុកម៉ែបងប្អូនអាចរៀបចំជាសាឡុងអង្គុយលេងហើយនៅទទួលអានការបន្ថែមជូនជាដេកូទូតាំងដូចផ្នែកខាងក្រោមនេះផងដែរហើយនេះគឺជាទូតាំងដេកូដែលខាងក្រុមហ៊ុនមានការរៀបចំថែមជូនតែម្ដងណាបងហើយសម្រាប់បរិវេណផ្នែកបន្ទាប់មកទៀតគឺយើងមានជាបន្ទប់ទឹកមួយហើយជាមួយនឹងផ្នែកផ្ទះបាយយ៉ាងធំទូលាយពុកម៉ែបងប្អូនឃើញហើយថាការដេកូទូតាំងនេះគឺខាងក្រុមហ៊ុនរៀបចំជូនតែម្ដងហើយផ្នែកខាងក្រោយផ្ទះផងដែរយើងក៏មានច្រកចេញទៅផ្នែកខាងមុខផ្ទះយ៉ាងងាយស្រួលហើយដីផ្នែកខាងក្រោយនេះផងដែរពុកម៉ែបងប្អូនក៏អាចរៀបចំជាកន្លែងដាក់ម៉ាស៊ីនបោកគក់ខោអាវឬក៏ជាកន្លែងអាំងសាច់នៅពេលល្ងាចដែលជួបជុំគ្រួសារក៏បានដែរឥឡូវជូនពុកម៉ែបងប្អូនទៅមើលផ្នែកជាន់លើតែម្ដងហើយនេះគឺជាបន្ទប់គេងទី1អាចនិយាយបានថាជាបន្ទប់គេងមេគ្រួសារដែលបន្ទប់គេងមេគ្រួសារនេះផងដែរគឺយើងមានទីធ្លាធំទូលាយពុកម៉ែបងប្អូនក៏អាចរៀបចំជាដេកូទូតាំងជាមួយនឹងដេកូក្រេកេងតុសម្អាងផ្សេងតាមតម្រូវការហើយផ្នែកខាងមុខផងដែរយើងក៏មានការរៀបចំជាកញ្ចក់ដើម្បីឲ្យពន្លឺចេញចូលមកផ្នែកក្នុងបន្ទប់នឹងមានគ្រប់គ្រាន់ផងដែរចាហើយពុកម៉ែបងប្អូនអាចសង្កេតមើលបាននៅក្នុងបន្ទប់គេងនេះយើងក៏មានជាបន្ទប់ទឹកមួយដាច់ដោយឡែកផងដែរដែលក្នុងបន្ទប់ទឹកនេះគឺសភាពធំទូលាយនៅផ្នែកខាងក្រោយនេះគឺយើងមានជាបន្ទប់គេងមួយផងដែរដែលជាបន្ទប់គេងទី2សម្រាប់បន្ទប់គេងទី2និងបន្ទប់គេងទី1ក៏ខុសគ្នាប្រហែលដែរការរៀបចំហើយនឹងការបំពាក់សម្ភារៈដែលពុកម៉ែបងប្អូនឃើញហ្នឹងគឺស្រស់ស្អាតខ្លាំងតែម្ដងក្នុងបន្ទប់គេងនីមួយៗគឺយើងក៏មានការរៀបចំជាបន្ទប់ទឹករួចជាស្រេចផងដែរសម្រាប់ឯបន្ទប់ខាងនេះវិញគឺជាបន្ទប់គេងទី3ដែលបន្ទប់គេងទី3ហ្នឹងគឺយើងមានសភាពធំទូលាយបញ្ចាញ់ពីបន្ទប់គេងទី1ទី2ប្រហែលទេហើយអ្វីដែលកាន់តែពិសេសទៅទៀតនឹងបន្ទប់គេងទី3នេះយើងមានវេរ៉ង់ដាននៅផ្នែកខាងក្រៅទេផងដែរដែលបងប្អូនអាចធ្វើការលំហែកាយនៅពេលដែលសម្រាប់ពីការងារឬក៏មកដល់បន្ទប់គេងអីឬក៏អាចដាក់តុញ៉ាំកាហ្វេពេលព្រឹកអីយ៉ាងស្រស់ស្រាយមើលក្នុងបរិវេណក្នុងបរិយាតែម្ដងហើយគម្រោងផ្ទះយើងគឺយើងមានទាំងនៅក្នុងមុខផ្លូវបេតុង13ម៉ែត្រនិងផ្លូវក្បាត់ត្រង់40ម៉ែត្រផងដែរចាគឺងាយស្រួលក្នុងការ